รีบสู้โลลกไซเปรมาตูรุตุสในกิจจิติกรุบขนมกบน้องนำไปบังการในผลิตภัณฑ์กสิกรรมจูนดอประเจียกสิกรระบายยืงก็โดยเจียร่วมจำนายจมวยนังกลนโยบายระบริกรัฐพิบาขนมการนอบอังกอแจ้งอบานชราเรียนเตาในชนามปีปอนตะปรามขมุกนี้ยังเคยหากระทรวงกสิกรรมลูกค้าประมาณหนึ่งในศาสตร์ก็โดยเจียสถาบันเชียดหนึ่งอันตรเชียดได้เปียปอนจิจรานบานคัดคอมบริโภคในปัจจัยกติกสิกรรมทำไมจูนตะดอกสิกรระบายยืงในไงนี้ตัวเจ็ดกัมพูชีบ้านสหการจมวยในนิจุกทานสับสายกสิกรรมในอาแกนนิจุกทานกสิกรรมระบบกระทรวงกสิกรรมลูกค้าประมาณหนึ่งเดือนศาสตร์บานเทียบจำในเวทีการสไฟยลโดยประเทศบัตรเยืนในขนมสัปดาห์นี้เราเชียร์สำคัญแต่เลือกเครื่องยนต์กสิกรรมเรียกมันเกิดจัวระบายเยืนในขนมสัปดาห์นี้มีจำนวนบุญรูปได้เชียร์ตำบงนี้โสมสวากมโลกจันทร์สรสประเทศนิจุกทานเครื่องยนต์กสิกรรมในอาแกนนิจุกทานกสิกรรมกระทรวงกสิกรรมลูกค้าประมาณหนึ่งเดือนศาสตร์จะสมจุดเดือดซัวจ้าตีปีคือโลกง่ายสุขาอนุประเทศในจุกทานเครื่องยนต์กสิกรรมจ้าตีใบคือโลกเซงตัวอนุประเทศในจุกทานเครื่องยนต์กสิกรรมจ้าหนังตีบุญคือโลกเซงสวัสดิ์อนุประเทศในจุกทานเครื่องยนต์กสิกรรมจ้าสมจุดเดือดซัวจ้าเจ้าจะกระจับดาวในสนุยังเคยทาปัจจุบันนี้ยังบางเราเจอสำคัญแต่เรือปัญหาเครื่องยนต์กสิกรรมจังจะกระจับดาวสนุจะส่งเจอโลกประเทศจะช่วยประจักษ์จูนต่อดาวตัวสนิทจนถาตาเอาไว้ตั้งคือจะเครื่องยนต์กสิกรรมខ្ញុំសូមជំរាបជូនថាចំពោះនិយមន័យនៃពាក្យគ្រឿងយន្តកសិកម្មនេះគឺបើសិនជាយើងលើកឡើងនេះគឺវាមានលក្ខណៈរៀងទលំទលាយនេះគឺថាយើងវាមានផ្នែករបស់វាចំនួន3ដែលយើងបានបដោតទៅលើការងារហ្នឹងគឺផ្នែកទី1គឺយើងចង់និយាយអំពីការប្រើប្រាស់នៅការងារនៅលើការងាររបស់យើងគឺមុនប្រមូលផលបានន័យថាការងារជួររស់ការងាររៀបចំដីរបស់យើងហូតដល់ពេលដំណាក់កាលមួយទៀតគេលើកថាការងារគ្រប់គ្រងទៅលើប្រព័ន្ធចាត់ចែងទឹកដែលនៅលើស្រែក្នុងស្រែរបស់យើងដែលធ្វើម៉េចដែលយើងឲ្យថាយើងអាចបញ្ចេញបញ្ចូលទឹកនៅពេលណាដែលយើងត្រូវការស្ទូងដកយើងឲ្យមានទឹកក្នុងស្រែនៅពេលណាដែលយើងត្រូវការច្រូតកាត់យើងត្រូវឲ្យទឹកហ្នឹងឲ្យអស់ពីស្រែរបស់យើងដើម្បីយើងអាចបញ្ចូលគ្រឿងយន្តឬមួយក៏គ្រឿងចក្ររបស់យើងទៅហ្នឹងគឺវាបានប្រសិទ្ធភាពខ្ពស់ហើយទី3គឺពាក់ព័ន្ធទៅនឹងការងារក្រោយប្រមូលផលយើងនិយាយថាការងារក្រោយប្រមូលផលរបស់យើងគឺថាចាប់ដើមតាំងពីដំណាក់កាលនៃការច្រូតកាត់របស់យើងរហូតដល់យើងផលិតបានចេញជាផលិតផលសម្រាប់ដើម្បីយើងយកទៅប្រើប្រាស់ឬមួយក៏ចែកចាយនៅក្នុងទីផ្សាររបស់យើងបាទសូមអរគុណចាសូមអរគុណចាអញ្ចឹងជាបន្តទៀតចាសូមលោកជួយជម្រាបអំពីស្ថានភាពចានៃការប្រើប្រាស់គ្រឿងយន្តកសិកម្មចាចំពោះកសិកររបស់យើងថាតើនាពេលបច្ចុប្បន្ននេះថាតើភាគរយនៃការប្រើប្រាស់គ្រឿងយន្តកសិកម្មរបស់ពួកគាត់យ៉ាងម៉េចដែរបាទចំណុចនេះគឺឃើញថាជំរាបនៅក្នុងដំណាក់កាលប្រហែលជា4-5 ឆ្នាំចុងក្រោយនេះយើងឃើញថាការវិវត្តនៃការប្រើប្រាស់គ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មរបស់ប្រជាកសិករយើងគឺមានការវិវត្តច្រើនហើយពិសេសគឺក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនៅគោលនយោបាយនាំកចេញនេះគឺឃើញថាជាការលើកចិត្តមួយដើម្បីឲ្យប្រជាកសិកររបស់យើងនឹងគឺមានការចូលរួមឬក៏មានលទ្ធភាពនៃការចូលរួមបានកាន់តែច្រើនអញ្ចឹងយើងឃើញថាការប្រើប្រាស់របស់យើងជារួមយើងឃើញថាទៅលើការងាររៀបចំដីបានន័យថាការងារភ្ជួររាស់នេះឯងគឺឃើញថានៅតាមតំបន់មួយចំនួនឧទាហរណ៍ដូចនៅតាមតំបន់ភាគពីយប់ពិសេសគឺខេត្តបាត់ដំបងនិងបន្ទាយមានជ័យគឺសឹងថា 100% ហើយនឹងការងារប្រើប្រាស់គ្រឿងយន្តកសិកម្មដែលឡែកនៅខេត្តផ្សេងទៀតក៏មានការប្រែប្រួលច្រើនដែរតែជារួមនឹងគាត់ថាជាការបូកសរុបមករបស់យើងខ្ញុំឃើញថារហូតដល់បច្ចុប្បន្នគឺមានប្រមាណជាង 50% ហើយដែលគាត់ចាប់មកប្រើប្រាស់គ្រឿងយន្តកសិកម្មរបស់យើងដើម្បីឲ្យទាន់ទៅនឹងការងារបង្កបង្កើនផលរបស់ពួកគាត់នៅពេលបច្ចុប្បន្នបាទអរគុណចាជាបន្តទៀតថាតើបច្ចុប្បន្ននេះតើអនុវិស័យគ្រឿងយន្តកសិកម្មយើងបានចូលរួមចំណែកអ្វីខ្លះដែរជាមួយនឹងវិស័យកសិកម្មនៅកម្ពុជារបស់យើងចំពោះក
ការចូលរួមរបស់អនុវិស័យគ្រឿងយន្តកសិកម្មក្នុងវិស័យកសិកម្មយើងមានកំណត់មួយថាយើងចង់ឲ្យអ្នកស្រុកឬក៏កសិករយើងយល់ដឹងពីការងារពីការប្រើប្រាស់ម៉ាស៊ីនកសិកម្មហើយបច្ចុប្បន្នហ្នឹងយើងគេឃើញថាមានការកើនឡើងច្រើននៅការប្រើប្រាស់ម៉ាស៊ីនកសិកម្មហ្នឹងដូចជាគោយន្តជិត230000គ្រឿងជាចំនួនមួយច្រើនហើយត្រាក់ទ័រមានចំនួន12000គ្រឿងបាទនេះខ្ញុំសូមរៀបរាប់តែចំនួនធំទេហើយម៉ាស៊ីនច្រូតហើយជា5000គ្រឿងដូច្នេះចំពោះបញ្ហានេះយើងអស់នេះអាចដឹងបានថាកសិករយើងចំពោះការប្រើប្រាស់ម៉ាស៊ីនទាំងនេះនៅមានកម្រិតកំណត់ដោយថាការយល់ដឹងរបស់គាត់ហ្នឹងមិនទាន់ទលំទលាយឡើយទេគឺគាត់ដឹងប្រើតគ្នាហាក់ដូចជាមិនមានបានឆ្លងនៅវគ្គបណ្ដុះបណ្ដាលអ្វីទេដូច្នេះបច្ចុប្បន្ននេះក្រសួងកសិកម្មបានផ្ដល់ជាថវិកាមួយចំនួនដល់យុវដ្ឋានយើងខ្ញុំចា៎បាទគឺចំនួន10វគ្គបាទហើយដែលយើងបានធ្វើការបណ្ដុះបណ្ដាលចំនួន10ខេត្តគោលដៅបាទបណ្ដុះបណ្ដាលឲ្យគាត់យល់ដឹងពីការប្រើប្រាស់និងថែទាំម៉ាស៊ីនយ៉ាងហ្នឹងធ្វើយ៉ាងណាឲ្យកាត់បន្ថយបាទការខូចខាតការចំណាយខ្ជះខ្ជាយលុយកាក់ទៅលើការជួសជុលហើយប្រើចំទិសដៅបាទនឹងមួយជាសកម្មភាពមួយហើយសកម្មភាពមួយទៀតគឺការងារអន្តរាគមន៍យើងដឹងហើយថាជារៀងរាល់ឆ្នាំនៅពេលរដូវបង្កបង្កើនផលតែងតែមានគ្រោះរាំងស្ងួតបាទចា៎គ្រោះរាំងស្ងួតនឹងហើយដែលធ្វើឲ្យការងារបង្កបង្កើនផលរបស់កសិករយើងអូសបន្លាយហើយកាលណារយៈពេលដាំដុះអូសបន្លាយធ្វើឲ្យប៉ះពាល់ដល់រដូវដាំដុះបាទដូច្នេះនាយកដ្ឋានយើងខ្ញុំបានត្រៀមក្រុមអន្តរាគមន៍មួយចំនួនដើម្បីចូលរួមភ្ជួររាស់ហើយនឹងបូមទឹកស្រោចស្រពដល់ស្រែរបស់កសិករយើងដែលជួបប្រទះគ្រោះរាំងស្ងួតដូចជាពុំមានទឹកអីហ្នឹងគឺយើងបញ្ចុះកងអន្តរាគមន៍បូមទឹកហើយបើសិនជារដូវភ្លៀងធ្លាក់នឹងវាអូសបន្លាយឬក៏ថាវាធ្លាក់បាន1មេ2មេដូចនេះគោពុំមានលទ្ធភាពភ្ជួរបានទេដល់អញ្ចឹងយើងបញ្ចុះកងអន្តរាគមន៍ត្រាក់ទ័រដើម្បីចុះភ្ជួរគាត់ដើម្បីឲ្យភ្ជួររាស់ហើយដាំដុះទាន់រដូវបាទហើយមួយទៀតគឺយើងដឹងហើយថាស្ត្រីប្រហែល50%ហើយក៏អាចលើសផងយើងបូកទាំងមជ្ឈមវ័យហើយនឹងកុមារីហើយយើងទង6 5 10ហ្នឹងគាត់តែងតែចូលរួមក្នុងវិស័យកសិកម្មដូច្នេះការងារកសិកម្មវាហាក់ដូចជាវាធ្ងន់ដែរបាទបើយើងទៅតែចំពោះបរិសុទ្ធវិញវាហាក់ដូចជាស្រាលតែចំពោះស្ត្រីហើយនេះហ្នឹងគឺវាហាក់ដូចធ្ងន់ដែរដូច្នេះដើម្បីកាត់បន្ថយនៅការភាពនឿយហត់ហ្នឹងយុវដ្ឋានយើងខ្ញុំហ្នឹងបានសិក្សាស្រាវជ្រាវផលិតនៅឧបករណ៍កសិកម្មខ្នាតតូចដែលងាយប្រើប្រាស់ងាយជួសជុលហើយដែលស្ត្រីយើងអាចប្រើប្រាស់បានបាទមិនមែនថាចាំបាច់បរោះទេអញ្ចឹងនេះជាការងារមួយឬក៏ជាសកម្មភាពមួយដែលអនុវិស័យគ្រឿងយន្តកសិកម្មយើងខ្ញុំហ្នឹងបានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍវិស័យកសិកម្មបាទចាតាមការបកស្រាយរបស់លោកពីខាងដើមមិញលោកបានមានប្រសាសន៍ថានៅក្នុងនឹងយើងក៏បានផ្ដល់លទ្ធភាពទៅដល់10ខេត្តគោលដៅអញ្ចឹងថាតើរហូតមកដល់ពេលនេះ10ខេត្តគោលដៅដែលយើងផ្ដល់អត្ថភាពទៅនឹងថាតើយើងទទួលបានលទ្ធផលយ៉ាងណាហើយចាធម្មតាយើងបានselectបានជ្រើសរើសខេត្ត10គោលដៅទាំង10ហើយជារៀងរាល់ឆ្នាំបើសិនជាវគ្គបណ្ដុះបណ្ដាលហ្នឹងវាធ្លាក់ទៅលើខេត្តមួយចំនួនហាក់ដូចថាវាច្រើនហើយយើងប្រវាយទៅខេត្តផ្សេងទៀតពីព្រោះ10វាចំនួនដែលថាវាមិនតិចហើយក៏មិនច្រើនដែរគឺថាយើងអាចធ្វើបានហើយក្រោយពីយើងបង្រៀនគាត់ហើយអានឹងយើងនិយាយថាដែលយើងអនុវត្តកន្លងមកការប្រើប្រាស់របស់គាត់បានទទួលលទ្ធផលល្អកាត់បន្ថយការខូចខាតហើយបង្កើន
ចំណូលដល់គ្រួសាររបស់គាត់បាទតាមរយៈថាបើយើងប្រើប្រាស់ល្អយើងចេះប្រើប្រាស់ការបច្ចេកទេសភ្ជួររាស់ត្រឹមត្រូវហើយយើងចេះការងារផ្សេងទៀតធ្វើឲ្យទិន្នផលរបស់កសិកម្មយើងកើនឡើងបាទប្រហែលជា 20% ដែរបាទបើសិនយើងប្រើប្រាស់ល្អ ចាសូមអរគុណយើងឃើញថាពេលបច្ចុប្បន្ននេះបញ្ហាបំរែបំរួលអាកាសធាតុហើយជាពិសេសនោះគឺថាសម្រាប់កម្ពុជារបស់យើងការខ្វះខាតនៅកម្លាំងពលកម្មដែលនៅតាមទីជនបទចាភាគច្រើនដែលយើងឃើញថាកម្លាំងពលកម្មដែលគាត់ពេញកម្លាំងនៅក្នុងការជួយចំពោះបញ្ហាធ្វើស្រែចម្ការក៏បានបង្វែរការងាររបស់គាត់មកពីទៅជាខាងធ្វើការរោងចក្រឬក៏ខាងពាណិជ្ជកម្មអីផ្សេងអញ្ចឹងថាតើអនុវិស័យគ្រឿងយន្តកសិកម្មយើងបានឆ្លើយតបយ៉ាងណាដែរចំពោះបញ្ហាបំរែបំរួលអាកាសធាតុនិងការខ្វះខាតនៅកម្លាំងពលកម្មយើងឃើញថាបច្ចុប្បន្នការបំរែបំរួលអាកាសធាតុគឺនៅលើពិភពលោកគឺខ្លាំងណាស់គឺហើយជាពិសេសការប្រែប្រួលនេះប៉ះពាល់ទៅលើការងារកសិកម្មតែកសិករភាគច្រើនលោកអត់ដឹងថាមកពីអីមកពីណាអញ្ចឹងយើងមើលផលប៉ះពាល់វាវិញអនុវិស័យគ្រឿងយន្តកសិកម្មតើអាចជួយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនិងខ្វះពលកម្មយ៉ាងម៉េចចា៎បើសិនជាយើងគិតថាមានគ្រោះទឹកជំនន់បើយើងនៅប្រើធុងប្រើស្នាចបាចអីហ្នឹងមិនទាន់ទេអញ្ចឹងមានតែម៉ាស៊ីនកសិកម្មហ្នឹងឯងដែលជួយទៅបូមបាចចា៎ហើយខាងក្រសួងធនធានទឹកគេមានខ្នាតធំតែក្រសួងកសិកម្មនេះដែលមានយកឋានគ្រឿងយន្តកសិកម្មជាសេនាធិការនៃអគ្គនាយកដ្ឋានកសិកម្មហ្នឹងគឺមានម៉ាស៊ីនបូមទឹកខ្នាតតូចហើយការងាររបស់យើងជាពិសេសគឺធ្វើស្រែនៅពាក់ព័ន្ធនឹងទឹកនៅលើដីកសិកម្មលើស្រែតែម្ដងដែលមានប្រព័ន្ធបន្លាយខ្នាតតូចហ្នឹងជួយធ្វើម៉េចបដោះទឹកបដោះអីហើយបើរាំងស្ងួតវិញទីណាដែលរាំងស្ងួតយើងត្រូវយកម៉ាស៊ីនហ្នឹងបូមដាក់បញ្ចូលជូនគាត់វិញដើម្បីធ្វើម៉េចឲ្យគាត់ផលិតប្រកបការផលឲ្យបានច្រើនហើយអញ្ចឹងគ្រឿងយន្តគឺជួយការងារនឹងច្រើនណាស់ហើយមួយទៀតយើងគិតថាពាក់ព័ន្ធខ្វះខាតពលកម្មតែគ្រឿងយន្តជួយយ៉ាងម៉េចឥឡូវបើឲ្យគាត់ធ្វើរបៀបនេះទៀតមនុស្សកាន់តែច្រើនបើធ្វើស្រែរបៀបប្រើឧបករណ៍បុរាណនេះអត់លែងទាន់ទេអញ្ចឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានយកឋានគ្រឿងយន្តនេះយើងត្រូវធ្វើម៉េចប្រើគ្រឿងយន្តបញ្ចូលគ្រឿងយន្តឲ្យចូលដល់ការងារកសិករហ្នឹងព្រោះយើងធ្វើស្រែឥឡូវបើមិនធ្វើឲ្យបាន2ទៅ3ដងទេហូបអត់គ្រប់ទេចា៎ព្រោះមកបានន័យថាឥឡូវយើងមើលចំនួនអ្នកធ្វើស្រែពីដើម80-90% ឥឡូវអ្នកធ្វើស្រែសោះ50ហើយតម្រូវការជីវភាពរបស់គាត់ត្រូវការលុយច្រើនទៀតបើគាត់ធ្វើស្រែបានស្រូវតិចលក់ទៅបានតិចផ្ញើតង្កឲ្យកូនមកហូបឬក៏ហូបខ្លួនឯងដូចមុនអត់បានទេអញ្ចឹងគ្រឿងយន្តកសិកម្មនេះជួយបានន័យថាជួយឲ្យគាត់ធ្វើស្រែបាន2ដងយ៉ាងស្រួលហើយបើសិនជាគេព្យាករបានន័យថាមានការព្យាករអាកាសធាតុណាមួយប្រែប្រួលពាក់ព័ន្ធនឹងរដូវបានន័យថាការងារកសិករគឺការងាររដូវកាលចា៎អញ្ចឹងមានតែគ្រឿងយន្តកសិកម្មហ្នឹងឯងដែលអាចធ្វើឲ្យតាន់ឧបមាថាកសិករម្នាក់ភ្ជួរស្រែដល់អង្គល1ហិកតាចា៎បើយើងគិតទៅគាត់ភ្ជួរចូល10ថ្ងៃអីចា៎បានហើយអញ្ចឹងបើយកត្រាក់ទ័រទៅភ្ជួរ2ម៉ោងហើយទៅ3ម៉ោងអញ្ចឹងហើយបាទអញ្ចឹងការងារនោះលឿនណាស់ហើយវាធ្វើគ្រឿងយន្តកសិកម្មជួយធ្វើស្រែតាមបានលឿនហើយជួយកាត់បន្ថយការហូរច្រោះដីព្រោះកាលណាកសិករប្រើកម្លាំងម៉ាស៊ីនរបៀបនេះលោកអាចមានរបៀបភ្ជួររបៀបរាស់ដោយតាមការណែនាំរបស់នាយកដ្ឋានគ្រឿងយន្តកសិកម្មយើងបដោះបដាលតាំងពីតាភ្ជួរមិនអីមិនកុំឲ្យមានការហូរច្រោះដីទៀតហើយយើងគ្រឿងយន្តនេះបានន័យថាជួយកាត់បន្ថយការប៉ះពាល់នៃបំរែបំរួលអាកាសធាតុច្រើនហ
ហើយកម្លាំងពលកម្មដែលខ្វះហ្នឹងបានន័យថាភូមិណាក៏ដោយបើមានត្រាក់ទ័រមួយគ្រឿងឬក៏ពីរគ្រឿងហ្នឹងសឹងមនុស្សទាំងអស់ហ្នឹងនៅក្រៅក៏ធ្វើបានបាទធ្វើលឿនណាស់ឲ្យតែអ្នកកាន់ត្រាក់ទ័រឬក៏គ្រឿងយន្តកសិកម្មចេះបានន័យថាចេះពិតប្រាកដចេះតាមវិជ្ជាជីវៈក្រមសីលធម៌របស់ខ្លួនកុំឲ្យចេះឲ្យចេះថាប្រើតំណែងកោលុយអីកសិករអញ្ចឹងណាអញ្ចឹងយើងឃើញថាមានចំណុចពីរនេះគ្រឿងយន្តកសិកម្មជួយហើយមួយទៀតយើងគិតថាបើសិនជាចំនួនកសិករថយចុះដោយស្រុកគេក្រោម 10% វិញគ្រឿងយន្តកសិកម្មគឺចាំបាច់ណាគឺជាមិនអាចខ្វះបានស្រុកណាក៏ដោយបើសិនជាកសិកម្មដែលមិនមានការគ្រប់គ្រងមិនមានការលើកទឹកចិត្តផ្នែកគ្រឿងយន្តកសិកម្មទេកសិកម្មស្រុកនោះអត់លូតលាស់ទេគ្រឿងយន្តកសិកម្មនេះបានបង្កើនគុណភាពផលិតផលបានន័យថាបើយើងមើលពេលណាយើងមានការប្រែប្រួលអាកាសធាតុទឹកថ្ងៃស្អែកលិចទឹកយើងអាចមើលឃើញហ្មងហូរមកស្អែកលិចស្រែនឹងបាត់តែបើមានម៉ាស៊ីនគ្រឿងយន្តកសិកម្មម៉ាស៊ីនច្រូតស្វ័យវត្តទៅមុននឹងបានតែប្រហែលម៉ោងបានន័យថាស្ទើក្របស្រូវនៅស្ទើខ្លះក៏យកចេញបានទាំងអស់ដែរចាតែបើអត់ទេត្រូវខូចអស់ចាសូមអរគុណចាសូមបង្វែរសំណួរជាបន្តចាជូនលោកសេនសវ៉ាតថាតើបច្ចុប្បន្នកន្លងមកថាតើអនុវិស័យគ្រឿងយន្តកសិកម្មថាតើយើងបានសិក្សាស្រាវជ្រាវផលិតនិងកែច្នៃនិងសាកល្បងនៅបទពិសោធន៍ចាសាកល្បងបទពិសោធន៍និងផ្សព្វផ្សាយគ្រឿងយន្តកសិកម្មជូនទៅដល់កសិករយើងយ៉ាងដូចម្ដេចដែរឥឡូវចូលមកដល់ហៅថាប្រធានបទលំអិតធានបទលំអិតនេះគឺបានន័យថាតកតងទៅនឹងទូនាទីភារកិច្ចរបស់នាយកដ្ឋានគ្រឿងយន្តកសិកម្មចា៎បាទគឺថានាយកដ្ឋានគ្រឿងយន្តកសិកម្មមានទូនាទីពិសេសមួយគឺថាសិក្សាស្រាវជ្រាវផលិតកែច្នៃឧបករណ៍កសិកម្មចា៎ទៅតាមតំបន់និងភូមិសាស្ត្រទឹកដីខុសប្លែកគ្នាចា៎បាទអញ្ចឹងកន្លងមកហ្នឹងនាយកដ្ឋានគ្រឿងយន្តកសិកម្មរបស់យើងគឺបានផលិតចេញជាឧបករណ៍គេហៅថា prototype បានច្រើនសម្រាប់ផ្សព្វផ្សាយបាទយើងមានតាំងពីការផលិតម៉ាស៊ីនបូមហៅថាស្នក់បូមទឹកចា៎ស្នក់បូមទឹករបៀបគេហៅថាគាត់ចុះដោយជើងគឺឧបករណ៍បូមទឹកដោយតបាក់ណាដាក់លើភ្លឺសេគាត់ជាន់ជើងគឺចេញបានជាឧបករណ៍បូមទឹកបានចា៎គឺផលិតនៅយុគឋានគ្រឿងយន្តកសិកម្មឯងយើងផលិតបានច្រើនរាប់រយរាប់ពាន់គ្រឿងចា៎បាទក្រោយមកទៀតយើងផលិតគេហៅថាឧបករណ៍រៀបចំដីចា៎ឧបករណ៍រៀបចំដីយើងបានផលិតពីអង្គលគឺផលិតអង្គលសម្រាប់បំពាក់ទៅនឹងគ្រឿងយន្តកសិកម្មមានបំពាក់ជាមួយគោយន្តមានបំពាក់ជាមួយត្រាក់ទ័រវាចែកជាពីរទៀតត្រាក់ទ័រMTZ មិនហាក់ MTZ បើថាត្រាក់ទ័រដែលមានអានុភាពចាប់ពី25សេសរហូតដល់80សេសអញ្ចឹងយើងអាចយកឧបករណ៍ទៅបំពាក់ទៅលើម៉ាស៊ីននោះបានយើងគឺផលិតនៅគ្រឿងយន្តកសិកម្មហើយយើងបានធ្វើការផ្សព្វផ្សាយដល់កសិករទៅដល់បណ្ដាខេត្តមួយចំនួនឲ្យគាត់យល់ដឹងអំពីបច្ចេកទេសហ្នឹងហើយដើម្បីគាត់ងាយរកទីផ្សារថាតើប្រភេទឧបករណ៍ណាដែលគាត់ព្យួរទៅវាចំណេញពីវេលាវាហើយនឹងទទួលបានគុណភាពព្យួរហើយគឺតិចដីគាត់វាស្មើបើមិនឆក់មិនវែងហើយដល់អញ្ចឹងវាជាឥទ្ធិពលដល់ការដាំដុះរបស់គាត់ជាឥទ្ធិពលដល់ទិន្នផលចា៎នេះចំពោះឧបករណ៍រៀបចំដីបាទយើងមានធ្វើបានច្រើនយើងមានធ្វើហៅថាឧបករណ៍គំរូច្រើនមានតាំងពីឧបករណ៍ជ្រោយដីជ្រោយបំផុសដីឲ្យដីធូរបាទឲ្យដីធូរគោះដីឲ្យឡើងចា៎ប៉ុន្តែឧបករណ៍ប្រភេទនេះយើងធ្វើយូរម្ដងទេទៅលើតំបន់ចំការចា៎តំបន់ចំការយើងគោះវាឡើងក្នុងរយៈពេល3ឆ្នាំ2ឆ្នាំយើងគោះវាឡើងដងដើម្បីឲ្យថាការជៀបទឹកចូលទៅជើបានជើមានអុកស៊ីហ្សែនចេញចូលបានច្រើននេះបង្កើតឲ្យដីនៅស្ទប់ក្រោមវាធូរយើងមានផលិតឧបករណ៍លើករងដំឡូងឬក៏លើកភ្លឺស្រែចា៎បើយើងព្យួរស្មើហើយយើងយកឧបករណ៍យើងពាក់ពីក្រោយគោយន្តត្រាក់ទ័រទៅមករូអញ្ចឹងទៅដាក់បើកបន្ទាប់ភ្លឺស្រែចេញស្អាតចេះយើងគាត់យកចប់មកប៉ះតិចជាការស្រេចនេះក៏ផលិតនៅកន្លែងយើងខ្ញុំណានាយកដ្ឋានយើងខ្ញុំដែលកំពុងតែកែច្នៃយើងបានផលិតតាំងពីប៉ែលឈូសដីបំពាក់ជាមួយត្រាក់ទ័របើនេះដីណាស្រែមានទួលគឺយើងពាក់ពីមុខយើងឈូសប៉ែលដូចយើងធ្វើផ្លូវថ្នល់អញ្ចឹង
យើងឈូវារៀបហើយបានយើងជួងចាហើយយើងមានធ្វើប៉ែបំពាក់ជាមួយប្រព័ន្ធ laser ទៅទៀតបាទប្រព័ន្ធទំនើបដែលបច្ចុប្បន្ននេះប្រទេសណាដែលធ្វើកសិកម្មគេច្រើនប្រើហ្នឹងពីព្រោះវាប្រើប្រព័ន្ធហ្នឹងគឺដាក់បំពាក់ជាមួយ tractor laser គឺ laser វាកែសម្រួលខ្លួនវាអូតូម៉ាទិកទៅតាមពន្លឺកម្មសម័យហ្នឹងថាដីភ្លឺដីសេវាគឺស្មើចាស់គឺថាវាមានគេហៅថាមានគេហៅថាដែនកំណត់វាមិនមែនថាឈឹងវាអាចថាចាប់ពី3 សង់ទីម៉ែត្រហ្នឹងក្នុងហិកតាវាខុសពីប៉ុណ្្នឹងទេប៉ុន្តែមុនយើងធ្វើការគៀបរៀបដីយើងហិកតាបើតាមការសិក្សាវាហូតដល់កន្លះម៉ែត្រចាក្នុងហិកតាណា100 ម៉ែត្រគ្នា100 ម៉ែត្របើវាស់ទៅខុសគ្នាច្រើនអញ្ចឹងយើងក្នុងនោះក៏នយោបាយឋានកិច្ចយន្តបើយើងក៏បានបញ្ចូលនៅបច្ចេកវិទ្យាហ្នឹងចូលទៅដល់បណ្ដាខេត្តមួយចំនួនបាទបណ្ដាខេត្តមួយចំនួនយើងមិនទាន់បានធ្វើទូទៅប្រទេសបណ្ដាខេត្តក៏ដើមមួយចំនួនដែលជាខេត្តសក្តានុពលផលិតស្រូវបាទទន្ទឹមនឹងយើងមានការកែច្នៃនៅឧបករណ៍ដាំឧបករណ៍រៀបចំដីយើងមានផលិតជាឧបករណ៍ដាំដែរចាបាទយើងផលិតឧបករណ៍ដាំមានឧបករណ៍ដាំស្រូវឧបករណ៍ដាំសណ្ដែកឧបករណ៍ដាំពោតយើងដាំវាជារងយើងរៀបចំជារងណាដូច្នេះមានលក្ខណៈងាយស្រួលណាស់តែយើងដាំវាជារងយើងងាយស្រួលគ្រប់គ្រងស្មៅចង្រៃបាទយើងអាចពេលហើយយើងអាចពូនគល់ទៅតាមចន្លោះរងបានចាហើយចំពោះស្រូវយើងអាចដាំស្រូវទៅលើដាំស្រូវមានទឹកអាចដាំនៅលើគោកបានប៉ុន្តែការដាំនៅលើគោកនេះគឺយើងទាមទារប្រព័ន្ធធារាសាស្ត្របើនេះយើងពេលដាំរួចហើយលើគោកដាំរួចយើងបញ្ចូលទឹកបានប៉ុន្តែបើសិនយើងឲ្យមានទឹកយើងអាចប្រើប្រព័ន្ធដាំដោយគោកបានទេយើងរងចាំទឹកពីលើមេឃមិនអាចតាមអ្វីដែលយើងចង់បានអញ្ចឹងកាលណាយើងផលិតឧបករណ៍ដាំលក្ខខណ្ឌគោកគឺយើងត្រូវមានប្រព័ន្ធបន្លាយត្រឹមត្រូវចា៎ទើបអាចធានាឲ្យការលូតលាស់បានល្អទន្ទឹមនឹងនេះយើងក៏បានផលិតជាគេហៅថាឡប្រភេទឡប្រភេទឡយើងបានផលិតឡសម្រាប់សម្ងួតស្រូវបាទដែលលោកអនុធានបានលើកឡើងមួយចំនួនហើយថាឧបករណ៍យើងគឺវាតកតងទៅនឹងការសម្ងួតបើសិនយើងច្រូតមកកំពុងតែភ្លៀងកសិករអត់មានថ្ងៃហាលទេចាស្រូវតែ2ថ្ងៃមួយថ្ងៃ10ផ្សិតបាត់ហើយកាលណាសំណើមវាខ្ពស់លើ 25% ទុកតាមមួយយប់ក្រឹកឡើងផ្សិតខូចចាអញ្ចឹងបើសិនជាយើងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុហ្នឹងយើងមានឡសម្ងួតយើងអាចផលិតឡសម្ងួតដាក់ទៅតាមសហគមន៍តាមភូមិយើងអាចយកអង្កាមជាប្រភពយកអស់ជាប្រភពដុតទៅគាត់អាចសម្ងួតស្រូវរបស់គាត់រួចមកពេលដែលកំពុងតែមានការជួបប្រទះយើងបានផលិតឡសម្ងួតហើយទន្ទឹមនេះយើងបានសិក្សាស្រាវជ្រាវពីឡផលិតជីវៈព្យុះគេហៅថា biochar ចាអានេះគឺថ្មីកម្ពុជាថ្មីប៉ុន្តែពិភពលោកគេកំពុងតែល្បីរឿង biochar បាទគេមានសន្និសីទអន្តរជាតិគេមានសាខាសាលាអន្តរជាតិច្រើនប្រទេសគេនិយាយពី biochar បាទ biochar ជាអ្វីអានេះគាត់នឹងខ្ញុំបញ្ចូលបន្តិចថាគ្រូនយោបាយឋានយើងរបស់យើងគឺមានផលិតឡងសម្រាប់ផលិត biochar ចាសម្រាប់តែយើងយកផលិតវាជាជីវៈព្យុះហើយយកជីវៈព្យុះទៅកែលម្អដីកសិកម្មបាទនេះអ្វីដែលទូនាទីភារកិច្ចរបស់នយោបាយឋានយើងកំពុងតែសិក្សាស្រាវជ្រាវនិងបន្តសិក្សាស្រាវជ្រាវតទៅដើម្បីអ្វីដែលថ្មីអ្វីដែលគេហៅថាអាចទទួលយកបានអ្វីដែលសមស្របសម្រាប់កម្ពុជាហើយតម្លៃថោកយើងនឹងធ្វើការផលិតនិងផ្សព្វផ្សាយដល់កសិករបាទសូមអរគុណចាសូមអរគុណចាជាបន្តទៀតចាដោយសារតែរដូវនេះគឺជាដល់រដូវមួយដែលបង្កើនផលចាអញ្ចឹងថាតើក្នុងនាមលោកជាប្រធានយុទ្ធដ្ឋានខាងគ្រឿងយន្តកសិកម្មតើលោកមានសារចុងក្រោយអ្វីដែរជូនទៅដល់ប្រជាកសិកររបស់យើងចាដើម្បីប្រជាកសិករមួយចំនួនបើសិនជាគាត់មានកម្លាំងពលកម្មគ្រប់គ្រាន់មិនអីទេតែបើសិនជាគាត់មិនទាន់មានកម្លាំងពលកម្មគ្រប់គ្រាន់ថាតើគាត់អាចងាកមកប្រើប្រាស់គ្រឿងយន្តកសិកម្មដែលតាមរយៈការកែច្នៃពីខាងអនុវិស័យគ្រឿងយន្តកសិកម្មយ៉ាងដូចម្តេចដែរចាគ្រឿងយន្តកសិកម្មនេះដែលវាចូលរួមចំណែកនេះគឺធ្វើយ៉ាងម៉េចដើម្បីជួយកាត់បន្ថយការលំបាករបស់ប្រជាកសិករចាអានឹងទី1ទី2គឺធ្វើម៉េចឲ្យវាទាន់រដូវកាលចាដូចអ្វីដែលយើងបានជជែកគ្នាថាកន្លែងមួយដែលយើងត្រូវការឧទាហរណ៍ថាដល់រដូវច្រូតកាត់ហើយចាក្នុង1ហិកតាស្រែហ្នឹងវាត្រូវការកម្លាំងពលកម្មមនុស្សប្រហែលជា15នាក់ទៅ20នាក់ដើម្បីសម្រេចការងារក្នុងរយៈពេល1ថ្ងៃចាក៏ប៉ុន្តែ
វាអាចថាយើងដក25 10នាក់ទៅ20នាក់ចេញបញ្ចូលទៅវិញទៅម៉ាស៊ីនឆូតទៅវិញវាអាចធ្វើការជំនួសមនុស្ស5 10នាក់ទៅ20នាក់នេះគឺថាចង់ជំរាបជូនហើយយើងឃើញថាវាបានតាន់ពេលវេលាហើយមួយទៀតជួយកាត់បន្ថយការលំបាករបស់ប្រជាកសិករបើសិនជាឆូតនៅលើដីគុកអីទេចុះបើសិនជាឆូតនៅលើដីនៅក្នុងស្រែមានទឹកមានអីទៀតគឺកាន់លំបាកច្រើនអានេះគឺចង់ជំរាបជូននឹងចឹងហើយដូចជានៅបណ្ដាប្រទេសគេផ្សេងដូចជាប្រទេសជឿនលឿននៅក្នុងតំបន់អាស៊ីអាស៊ីយើងហ្នឹងពិសេសដូចជានៅប្រទេសជប៉ុនប្រទេសកូរ៉េខាងត្បូងឯក្តីឡាក់គឺដូចតែខាងយើងខ្ញុំបាននិយាយថាពីមុនគឺការអ្នកដែលចូលរួមធ្វើការងារកសិកម្មហ្នឹងបានច្រើនឥឡូវគឺនៅសល់ប្រហែលជា 3% យ៉ាងច្រើនណា 3 ទៅ 5% នេះចុះក៏ប៉ុន្តែចង់និយាយថាធ្វើម៉េចបើគេនៅតែធ្វើទាន់រដូវកាលអញ្ចឹងទេពាក់ព័ន្ធនឹងអ្វីដែលកញ្ញាបានសួរនេះខ្ញុំចង់ជំរាបជូនថាយើងជាការពិតអនុវិស័យគ្រឿងយន្តកសិកម្មយើងគឺបាននឹងកំពុងចូលរួមចំណែកនៅក្នុងការគ្រប់គ្រងទៅនឹងសកម្មភាពផ្សេងទៀតរបស់វិស័យកសិកម្មហើយជាការដាក់នៅទិសដៅរបស់រាជរដ្ឋាភិបាលដែលយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងជំរុញឲ្យវិស័យកសិកម្មគឺជាវិស័យអាទិភាពមួយចាអញ្ចឹងទេវានៅមានចំណុចមួយចំនួនដែលខ្ញុំចង់ជំរាបជូនថាប្រជាកសិកររបស់យើងជួនកាលអាចថាលោកមានជួបការលំបាកឬមួយក៏ជួនកាលអាចលោកមានការប្រឈមនៅក្នុងការប្រើប្រាស់នៅគ្រឿងយន្តកសិកម្មឬក៏ឧបករណ៍កសិកម្មក្តីគឺយើងមានគេហៅថាការបើកចំហមួយដែលយើងចង់បានន័យថាការចូលរួមពីអ្វីដែលខាងស្ថាប័នរបស់រាជរដ្ឋាភិបាលពិសេសគឺខាងយើងខ្ញុំអាចចូលរួមបានន័យថាយើងឥឡូវយើងមាន25ខេត្តរាជធានីហើយបាទយើងមានខាងខេត្តត្បូងឃ្មុំយើងមួយទៀតនៅគ្រប់ខេត្តរបស់យើងមានមន្ទីរកសិកម្មបាទមន្ទីរកសិកម្មខេត្តហើយនិងរាជធានីហើយនៅក្នុងមន្ទីរកសិកម្មខេត្តនិងរាជធានីយើងមានការិយាល័យរបស់យើងគឺហៅថាការិយាល័យគ្រឿងយន្តកសិកម្មបាទខេត្តហ្នឹងគឺនៅបម្រើការងារនៅតាមបណ្ដាខេត្តអស់ហ្នឹងអញ្ចឹងខ្ញុំសូមជូនជាឧទាហរណ៍ថាប្រជាកសិករយើងនៅពេលណាដែលគាត់ត្រូវការទិញឬមួយក៏យកឧបករណ៍ឬក៏ម៉ាស៊ីនកសិកម្មណាមួយដែលលោកពេញចិត្តហ្នឹងអាចថាបើសិនជាលោកមានការមិនច្បាស់លាស់ឬមួយក៏មានការចង់ពិភាក្សាណាមួយដូចខ្ញុំបានជំរាបជូនថាយើងមានបណ្ដាញរបស់យើងគឺការិយាល័យគ្រឿងយន្តកសិកម្មខេត្តរាជធានីដែលនៅចំណុះឲ្យមន្ទីរកសិកម្មខេត្តរាជធានីនៅតាមខេត្តនោះតែម្ដងដោយដែលបានលើកជូនថាបើសិនជាធ្វើការសម្រេចខុសទីហោថារបស់ដែលទិញមកបើសិនជាយើងប្រើប្រាស់មិនអស់លទ្ធភាពគេថាជំរាបជូនថាបើយើងទិញមកយើងអាចប្រើតែមួយខែពីរខែវាអាចអស់ការងារវាអាចនៅសល់ប្រហែលខែយើងទុកចោលដូច្នេះឃើញថាវាមិនបានចំណេញទេក៏ប៉ុន្តែបើសិនជាយើងទិញមកវាត្រូវជាមួយនឹងការងារដែលយើងអាចប្រើថាសឹងពេញមួយឆ្នាំដូច្នេះគឺវាអាចចំណេញហើយវាអាចជួយបាទកន្លែងហ្នឹងខ្ញុំចង់ថាជាការសុំហើយមិនមែនតែមន្ទីរកសិកម្មខេត្តរាជធានីគឺនាយកដ្ឋានគ្រឿងយន្តកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទគឺស្វាគមន៍បាទរាល់ប្រជាកសិករឬមួយក៏អាចថាអ្នកដែលពាក់ព័ន្ធទៅនឹងការងារប្រើប្រាស់គ្រឿងយន្តកសិកម្មហើយនិងឧបករណ៍កសិកម្មនោះគឺយើងអាចមានជំនាញផ្សេងដែលបម្រើការដូចខ្ញុំបានជំរាបជូនថាយើងស្វាគមន៍ហើយយើងនឹងមានការផ្ដល់ជាយោបល់យើងអាចហើយជួនកាលមិនមែនតែផ្ដល់ជាយោបល់ជួនកាលក៏យើងអាចទទួលយករាល់នៅគេហៅថាចំណុចដែលគាត់មានដែលគាត់អនុវត្តមកគឺវាល្អដែលយើងគិតថាយើងគួររៀនសូត្រពីគាត់មកដែរដើម្បីយកទៅផ្សព្វផ្សាយឬមួយក៏យកទៅចែករំលែកនៅតំបន់ផ្សេងទៀតបាទកន្លែងនេះគឺខ្ញុំសូមជំរាបជូនដោយសង្ខេបទៅនេះបាទសូមអរគុណកញ្ញាចាជាចុងក្រោយសូមថ្លែងអំណរគុណដល់វាគ្មិនយើងទាំង4រូបដែលបានឆ្លៀតឱកាសដ៏មានតម្លៃចូលរួមនៅក្នុងកិច្ចពិភាក្សារបស់យើងនៅក្នុងសប្តាហ៍នេះ
លោកស្រីប្រិមត្តទូរទស្សនិកជនជាទីគោរពកិច្ចពិភាក្សារបស់យើងដែលស្ដីអំពីគ្រឿងយន្តកសិកម្មដែលលោកស្រីបានទស្សនាបាញ់មិញនេះចាប់តែប៉ុណ្ណេះដោយសារតែពេលវេលារបស់យើងមានកំណត់យើងសូមបន្តនៅកិច្ចពិភាក្សានេះនៅសប្តាហ៍ក្រោយជាបន្តទៀតមុននឹងបញ្ចប់កម្មវិធីរបស់យើងក៏សូមថ្លែងអំណរគុណផងដែរដល់នាយកដ្ឋានផ្សព្វផ្សាយកសិកម្មនិងនាយកដ្ឋានគ្រឿងយន្តកសិកម្មដែលបានសហការជាមួយកម្មវិធីរបស់យើងនៅក្នុងកិច្ចពិភាក្សាក្នុងសប្តាហ៍នេះក្នុងពេលនេះយើងខ្ញុំសូមអរគុណសូមគោរពលាជួបគ្នានៅសប្តាហ៍ក្រោយជាបន្តទៀត